តាអ្នកទាំងអស់គ្នាស្គាល់ Drake ទេ Drake គឺជាស្ដេចនៃអធិរាជវាលជ្រមៃដែលខ្លាំងជាងគេបំផុតនៅក្នុងសាច់រឿងបន្ទាប់ពី Emperor Mark បើសិនជានិយាយពីក្នុង Invincible ប្រកាសឲ្យអ្នកទាំងអស់គ្នានឹងនិយាយថា Omni-Man គឺសាហាវប៉ុន្តែឈប់យក Omni-Man យកមកប្រៀបទៀតទៅ Drake គឺខ្លាំងជាង Omni-Man គាត់គឺជាអធិរាជស្ដេចនៃវាលជ្រមៃ Drake គឺជាសង្គ្រាមទាំងមូលគាត់មិនមែនគ្រាន់តែជាអ្នកខ្លាំងទេគាត់គឺជាអស្ថិរភាពដែលចក្រវាលបង្កើតមកដើម្បីដាក់កំហិតលើជីវិតដែលហ៊ានងើបបះបោរហើយកុំសួររកចំណុចខ្សោយ Zen របស់ Drake ឲ្យសោះព្រោះ Drake ត្រូវបានចម្រាញ់ពីការបង្ហូរឈាមរាប់ពាន់ឆ្នាំដើម្បីក្លាយទៅជាពូជសាសន៍វាលជ្រមៃដែលខ្លាំងជាងគេគាត់អាចរស់ក្នុងស្នូលព្រះអាទិត្យគាត់អាចកំទេចភពដោយដៃទទេបានហើយសម្រាប់គាត់គឺមានតែពាក្យមួយប៉ុណ្ណោះការសម្លាប់អ្នកគឺងាយស្រួលជាងការដកដង្ហើមទៅទៀតអ្នកប្រហែលជាធ្លាប់ឃើញការប្រយុទ្ធច្រើនមកហើយតែគ្មានអ្វីឡើយដែលអាចមកប្រៀបជាមួយនឹង Drake បានសូម្បីតែ Betelgeuse ដែលជាសត្វកំណាចដែលខ្លាំងក៏ត្រូវបាន Drake សម្លាប់ដោយស្លាប់ដោយរងដោយការវេទនាសូម្បីតែ Nolan ជាមួយនឹង Invincible ក៏ពិបាកនៅក្នុងការយកឈ្នះ Drake ផងដែរភាពសាហាវរបស់គាត់គឺមិនស្ថិតលើសាច់ដុំទេគឺស្ថិតលើបេះដូងរបស់គាត់មានកូនជាច្រើនក្នុងការមកធ្វើជាទាហានច្បាំងជាមួយគាត់បានបង្កើតកូនខ្លួនឯងក្នុងការជាចំណីនៃក្របកាំភ្លើងដើម្បីយកទៅកំទេចភពជាច្រើននិងឈ្លានពានអាណាចក្រគ្រប់ទិសទីគាត់គ្មានមនោសញ្ចេតនាគ្មានភាពទន់ខ្សោយគាត់មានតែមហិច្ឆតាមួយគត់គឺរែកឃ្លានឈាមចូលត្រូវចាំទុកថាក្នុងចក្រវាលរបស់ Invincible Drake គឺគ្មានកន្លែងសម្រាប់អ្នកខ្សោយឡើយក្នុងនាម Drake ជា Grand Regent ដែលខ្លាំងជាងគេក្នុងវាលជ្រមៃគាត់ជាស្ដេចដែលគ្រប់គ្រងនិងជាឃាតករដែលខ្លាំងបំផុតនៅក្នុងវាលជ្រមៃបន្ទាប់ពី Emperor Mark បាទអ្នកទាំងអស់គ្នាឥឡូវគឺខ្ញុំសូមបញ្ចប់វីដេអូតែប៉ុណ្្នឹងសិនបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំនិយាយពីតួអង្គក្នុង Invincible ឬមួយក៏តួអង្គផ្សេងៗទៀតសូមអ្នកទាំងអស់គ្នាខមមិនទៅចាំខ្ញុំព្យាយាមបកស្រាយជូនហើយជាចុងក្រោយសូមអរគុណអ្នកទាំងអស់គ្នាសូមអរគុណសូមជម្រាបលាអរគុណអ្នកទាំងអស់គ្នាបាយបាយ